មុនពេលកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ានលើចំនួនកម្ពុជាថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះទី22ខែធ្នូឆ្នាំ2025នាយករដ្ឋមន្ត្រីថៃថែផ្ទះលោកអនុទានឆាន់វីរៈគុលបានបញ្ជាក់យ៉ាងច្បាស់ថាយោធានិងកងកម្លាំងប្រដាប់អាវុធថៃត្រូវតែប្រញាប់សម្រុកប្រតិបត្តិការកាន់កាប់តំបន់គោលដៅទាំងអស់ក្នុងដែនដីកម្ពុជាដែលថៃបានកំណត់ទុកកាលពីខែកញ្ញាឆ្នាំ2025ថៃបានបញ្ចេញផែនការវាយយក17ទីតាំងរបស់កម្ពុជាដែលស្ថិតនៅតាមបណ្ដោយព្រំដែនភាគខាងលិចនិងភាគនិរតីចាប់ពីខេត្តពោធិ៍សាត់រហូតទៅដល់ខេត្តកោះកុងហើយចុងក្រោយនេះកងទ័ពថៃបានបង្ហាញជាសាធារណៈពីការប៉ុនប៉ងវាទីយកប្រាសាទតាក្របីភ្នំ350មុំ3នៅក្នុងចំណោមទីតាំងមួយចំនួនទៀតខណៈដែលកងទ័ពកម្ពុជាបន្តឈរជើងវាយបកមិនដកថយនិយាយនៅថ្ងៃទី21ខែធ្នូឆ្នាំ2025ដែលរាយការណ៍ដោយកាសែតខៅសូតលោកអនុទានថាក្រមយោធាអាចធ្វើប្រតិបត្តិការដោយមិនចាំបាច់ខ្លាចសម្ពាធបរទេសហើយក៏មិនចាំបាច់បង្អង់ដៃដើម្បីផ្គប់ចិត្តនរណាម្នាក់ដែរលោកអនុទានថាដើម្បីការពារខ្លួនថៃគ្មានជំរើសផ្សេងទៀតក្រៅពីបន្តប្រតិបត្តិការនោះទេក្រមអ្នកវិភាគចោទជាសំណួរពីរបៀបដែលថៃការពារខ្លួនតើការពារខ្លួនដោយលុកលុយដែនអាកាសរបស់កម្ពុជាបំផ្លាញស្ពានសាលារៀនវត្តអារាមផ្ទះសម្បែងរបស់ពលរដ្ឋស៊ីវិលកំណត់វាយយកទីតាំងរបស់កម្ពុជាជាការការពារខ្លួនលោកកិនភាអ្នកវិភាគកិច្ចការអន្តរជាតិលើកឡើងថាថៃបង្វែរសាច់រឿងពីអ្នកបង្កសង្គ្រាមឈ្លានពានទៅជាជនរងគ្រោះមិនត្រឹមតែប៉ុណ្ណោះថៃកំពុងតែបង្ខំឲ្យកម្ពុជាទទួលយកលក្ខខណ្ឌឈប់បាញ់ចំនួន3ដែលខ្លួនជាអ្នកបង្កើតឡើងដោយឯកតោភាគីដូចជាកម្ពុជាត្រូវឈប់បាញ់មុនធានាប្រសិទ្ធភាពបទឈប់បាញ់និងសហការដោះមីនយោធាថៃនៅថ្ងៃទី20ខែធ្នូឆ្នាំ2025ប្រកាសថានឹងបន្តវាយប្រហារកម្ពុជារហូតដល់កម្ពុជាព្រមតាមលក្ខខណ្ឌទាំងនេះលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហាញក្តីរំពឹងថាកិច្ចប្រជុំពិសេសអាស៊ានថ្ងៃនេះនឹងជួយបន្ធូរភាពតានតឹងនិងផ្ដល់ដំណោះស្រាយយូរអង្វែងក៏ប៉ុន្តែអ្នកជំនាញក្នុងស្រុកមិនសូវសង្ឃឹមចំពោះយន្តការអាស៊ានទេខ្ញុំរស់សុធាពី News Today NTTV